រដូវកាលបៃតងចាប់ផ្ដើមសារជាថ្មីរុក្ខជាតិខៀវខ្ចីចាប់ផ្ដើមលូតលាស់ស្រស់បំព្រងនឹងបានបង្អួតសម្រស់នាពេលព្រះភិរុនបង្អោនទឹកនេត្រារលឹមសិចស្រិចពិតជាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនបងប្អូនហើយកាលពីមួយរយៈមុនគេល្បីរឿងកោះរងមានដើមឈើងាប់ហើយមាននៅសៀមរាបអីចឹងទៅតែលើកនេះមិនមែនមួយមិនមែនពីរទេបងប្អូនគឺរាប់រយដើមឯណោះគឺថាស្រឡាញ់ដើមមួយណាអាចឡើងថតដើមមួយនោះបានបងប្អូនហើយរដូវកាលបៃតងជាម្ដងនេះគឺថាញ័រដៃញ័រជើងចង់ជិះម៉ូតូឡើងភ្នំទៅលេងទឹកធ្លាក់ស្រូបក្លិនពីដោខ្យល់បរិសុទ្ធជិះទូកកាត់តាមទឹកមើលសត្វស្លាបធនធានធម្មជាតិហើយយើងអាចថតរូបស្អាតៗជាមួយនឹងវាលស្មៅក្នុងរដូវកាលបៃតងហើយបើយើងជិះទៅចំពេលមានភ្លៀងតិចៗទៀតគឺថាពេញស្អាតហើយបងប្អូនទាំងអស់គ្នាហើយនេះគឺជាដំណើរកម្សាន្តជិះម៉ូតូជិះទូកទៅកាន់ទឹកធ្លាក់វាលស្មាច់ស្ទឹងពពកឬក៏ទឹកធ្លាក់ទី2ឬក៏អាចនិយាយបានថាជាទឹកធ្លាក់វាលស្រល់នៅក្នុងទឹកដីស្រុកស្រែអំបិលខេត្តកោះកុងរបស់យើងហើយបើយើងធ្វើដំណើរជិះម៉ូតូឡើងភ្នំចាយកម្លាំងច្រើនអញ្ចឹងណាកុំភ្លេចនាំយកនៅជំនួយការជាមួយផងគឺភេសជ្ជៈ Boost Strong អាចបំពេញថាមពលបានពេញមួយថ្ងៃ Boost Strong រសជាតិដិតជ្រៅបងនៅពេលដែលយើងអាចទៅដល់តំបន់ទាំងអស់នេះបានយើងបានតាក់ទងទៅកាន់ខាងសហគមន៍ហើយយើងបានតាក់ទងទៅបងវិទ្យដែលជាអ្នករៀបចំម៉ូតូទូកឲ្យពួកយើងបានហើយសម្រាប់បងប្អូនដែលធ្វើដំណើរជាមួយម៉ូតូក៏យើងអាចប្រើម៉ូតូខ្លួនឯងបានដោយគ្រាន់តែយើងមានអ្នកនាំផ្លូវទៅជាមួយអញ្ចឹងណាហើយត្រូវការទូកសម្រាប់ធ្វើដំណើរទៅកាន់ទឹកធ្លាក់របស់យើងបើមិនជាបងប្អូនទៅនៅក្នុងចន្លោះខែ5ខែ7គឺយើងអាចជិះម៉ូតូទៅដល់នឹងទឹកធ្លាក់នឹងតែម្ដងហើយសម្រាប់តម្លៃសេវាជួលម៉ូតូរបស់យើងវិញម៉ូតូមួយតម្លៃ 30,000 រៀលហើយយើងអាចជិះខ្លួនឯងក៏បានឬក៏ឲ្យពួកគាត់ដឹកជូនយើងទៅក៏បានដែរហើយសម្រាប់ការធ្វើដំណើរដោយម៉ូតូរបស់យើងចាយពេលប្រហែលជា30នាទីហើយនៅតាមផ្លូវឡើងទៅផ្លូវរៀងចំណោតចោតឡើងភ្នំតែយើងអាចឃើញពីទេសភាពតាមដងផ្លូវជាមួយនឹងធម្មជាតិស្រូបយកខ្យល់ធម្មជាតិបរិសុទ្ធនិយាយទៅពិតជា fresh ខ្លាំងមែនតើបន្តមកទៀតពេលដែលយើងធ្វើដំណើរទៅដល់វ៉ារីអគ្គិសនីបងសហគមន៍គាត់បានរៀបចំទូកស្មាច់សម្រាប់ក្រុមរបស់យើងទូកមួយយើងអាចជិះចន្លោះពី5ទៅ6នាក់ហើយការធ្វើដំណើរដោយទូករបស់យើងគឺចាយពេលប្រហែលជាង30នាទីតែអ្វីដែលយើងអាចទទួលបាននោះគឺជាបរិយាកាសដែលយើងអាចឃើញនៅពេលដែលយើងជិះទៅតាមទឹកធ្លាក់ហើយយើងឃើញមានដើមឈើរាប់សិបដើមហើយទិដ្ឋភាពបែបនេះគឺយើងឃើញនៅក្នុងចន្លោះខែ5ដល់ខែ7តែបើចាប់ពីខែ8ឡើងទៅយើងនឹងឃើញរូបភាពផ្សេងជាមួយនឹងជលសាល្វឹងល្វើយហូរចុះចាក់មកពីភ្នំក្រវាញដែលជាផ្លូវតែមួយទៅកាន់ភ្នំតបជាងនិងទឹកធ្លាក់អូដីខ្សាច់ដែលគេល្បីការពីមួយរយៈមុនជាមួយនឹងសារាយបៃតងក្រោមទឹកថ្លាឆ្វេងជាមួយនឹងធម្មជាតិបៃតងលាស់ខ្ចីចឹងណាបងប្អូនហើយនៅក្នុងរដូវនេះបន្ទាប់ពីយើងធ្វើដំណើរតាមទូកស្មាច់អស់មួយស្របក់យើងបានទៅដល់ទឹកធ្លាក់វាលស្មាច់ឬក៏ទឹកធ្លាក់ទី2ដែលជាមួយនឹងទឹកធ្លាក់ធម្មជាតិហូររឹមហើយជាប់នឹងក៏យើងបានដើរថតជាមួយនឹងវាលស្មៅខៀវខ្ចីមានដើមឈើជុំវិញរត់លេងតាមវាលស្មៅរំលឹកអនុស្សាវរីយ៍កាលពីក្មេងហើយនៅខាងបងសហគមន៍នឹងបាននាំដើរទៅដកផ្សិតទុកធ្វើម្ហូបខ្លះហើយយើងក៏អាចឲ្យបងខាងសហគមន៍រៀបចំបោះតង់លេងនៅនឹងក៏បានដែរតែសម្រាប់គ្នាខ្ញុំគ្មានកម្រោសម្រាប់នៅទីនោះទេបន្ទាប់ពីយើងថតរូបលេងទឹកអីមួយសបកហើយយើងក៏ត្រឡប់មកវិញហើយបើវិញទៀតនឹងមុននឹងយើងចុះពីភ្នំវិញយើងក៏បានឈៀងចូលមើលស្ទឹងពពកបន្តិចដែរហើយបើយើងចំពេលថ្ងៃដែលពពកមានវិញមិនដឹងជាល្អប៉ុណ្ណាទេបងប្អូនសរុបមកវិញនៅរដូវកាលភ្លៀងធ្លាក់រដូវ green season នេះប្រចាំការទៀតនាំគ្នាដាក់កម្រោវឺតមកហើយគឺថាពេញស្អាតហើយបងប្អូនហើយសម្រាប់ព័ត៌មានតាក់ទងនៅខាងសហគមន៍ក៏ដូចជាលេខទូរស័ព្ទ Google Map អីចាំខ្ញុំទម្លាក់ជូននៅក្នុង comment ខាងក្រោមជាចុងក្រោយយើងក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ